នេះគឺទៅជាមួយនឹងស្ងោរតឡាចប៉ុន្តែខ្ញុំបន្ថែមជាមួយនឹងផ្សិតហើយនឹងស្ពៃពណ៌ស្វាយនេះដែរដែលសារនៅសងទូទៅដាក់ស្ងោរទៅជាមួយគ្នាប៉ុណ្ណឹងអញ្ចឹងវិធីធ្វើគឺអត់មានអីទេទឹកពុះដាក់ខ្ទឹមមកហើយដាក់ជាមួយនឹងសាច់ជ្រូកដែលយើងសោះទឹកណែមកតង់ហើយមិនដាក់ចូលមកស្ងោរអញ្ចឹងណាហើយរងាស់បន្តិចមកដាក់ទៅជាមួយនឹងគ្រឿងរបស់យើងមានទឹកថៃអំបិលបន្តិចមកប៊ីចេងបន្តិចហើយជាមួយនឹងម្សៅស៊ុបបន្តិចមករងាស់ឲ្យសាច់ជ្រូកយើងរៀងឡើងផុយល្អហើយទៅចាប់ផ្ដើមដាក់បន្លែទៅស្ងោរគឺងាយស្រួលធ្វើជាងគេមកសម្រាប់ហូបទាំងអស់អញ្ចឹងណាយើងដាក់តែគ្រឿងទៅតាមរសជាតិដែលយើងចង់បានគឺអូខេហើយអញ្ចឹងបន្ថែមម្រេចផងផ្លេចម្រេចហ្នឹងសំខាន់ព្រោះវាជួយឲ្យហូបយើងមួយកាន់តែមានឱជារសថែមអញ្ចឹងហ្នឹងហឹលតិចមកញ៉ាំទៅបាច់ញើសស្រួលខ្លួនហើយដាក់ជាមួយនឹងបន្លែរបស់យើងមកដាក់ឲ្យផុយល្មមតាមដែលយើងចូលចិត្តចឹងទៅគឺរួចរាល់ហើយសម្រាប់ហូបនេះគឺស្ងោរតឡាយប៉ុន្តែមានថែមបន្លែពីមុខពីលើទៀតមានផ្សិតមានស្ពៃក្តៅពណ៌បេស្វាយហ្នឹងទៅអញ្ចឹងណាពួកបន្លែយើងអ្នកឲ្យច្រើនទៅកាន់តែល្អព្រោះមានវីតាមីនជាមួយសុខភាពច្រើនអញ្ចឹងគឺថារួចរាល់ហើយសម្រាប់ស្ងោរតឡាយមួយមុខនេះហើយចុងក្រោយគឺយើងរោយជាមួយនឹងស្លឹកខ្ទឹមអញ្ចឹងណាចាគឺមកហូបហត់បាច់នេះចឹងរួចរាល់សម្រាប់ហូបស្ងោរតឡាយមួយមុខនេះ